ជារៀងរាល់ថ្ងៃមិនថានៅកន្លែងការងារឬក៏នៅផ្ទះម៉ែតែងតែញញឹមមនុស្សគ្រប់គ្នាមើលមកជីវិតម៉ែហាក់បីដូចជាចម្លែកណាស់គេតែងតែសួររកម៉ែថាមិនចេះកើតទុកទេអីបានមួយថ្ងៃឃើញស្នាមញញឹមបំពាក់នៅលើផ្ទៃមុខរហូតម៉ែក៏បាននិយាយប្រាប់គេថានរណាមិនចេះកើតទុកនោះបងតែបើអង្គុយទៅកើតទុកមុខស្រពាត់ស្រពោនទៅបានអីមកវិញតែក៏ដឹងទេតាមរយៈស្នាមញញឹមរបស់ម៉ែបានធ្វើឲ្យគ្រប់គ្នាស្គាល់ម៉ែកាន់តែច្បាស់ហ៊ានដើរចូលមកជិតម៉ែដោយមិនក្រែងហើយពួកគេស្រឡាញ់ម៉ែស្ទើរតែគ្រប់គ្នាម៉ែជឿជាក់លើស្នាមញញឹមរបស់ម៉ែជឿថាស្នាមញញឹមនាំមកនូវការផ្លាស់ប្ដូរដល់ពិភពលោកភាពទុក្ខសោកទាំងឡាយម៉ែក៏ជឿថាបើយើងញញឹមនោះនឹងទទួលបាននៅវិញនូវស្នាមញញឹមផងដែរកូនសម្លាញ់គេតែងតែនិយាយលេងថាញញឹមអត់អស់លុយទេជាការប៉ុណ្ណាកូនញញឹមមិនអស់លុយអ្វីទេអ្វីដែលចំណេញស្នាមញញឹមអាចបំបែកនៅរនាំងផ្សេងដូចជាការប្រកាន់វណ្ណៈយស័ក្តិនិងពណ៌សម្បុរស្នាមញញឹមពិតជាធ្វើឲ្យរូបកូនកាន់តែគៀកស្និទ្ធជាមួយមនុស្សផ្សេងយ៉ាងងាយទោះបីជាស្នាមញញឹមគ្មានសម្លេងប៉ុន្តែវាមានភាសានៃបេះដូងដ៏មានថាមពលដែលអាចកែប្រែស្ថានភាពដ៏អាក្រក់មកជាល្អវិញកូនម្ដាយអើយម៉ែហ៊ានសន្យាថាបើកូនញញឹមកាន់តែច្រើននោះជីវិតកូននឹងប្រៀបបានដូចជាផ្កាកុលាបដែលត្រូវទឹកសន្សើមហើយក៏រីស្គូស្គីបើមិនជឿម៉ែតែកូនអាចសាកខ្លួនឯងបានកូនអាចចាប់ផ្ដើមបានដោយគ្រាន់តែញញឹមដាក់មកកញ្ចក់មួយថ្ងៃឲ្យបាន5ដងយ៉ាងតិចហើយឈរសម្លឹងមើលខ្លួនឯងដោយយកចិត្តទុកដាក់បំផុតនោះកូននឹងឃើញតម្លៃនៃដ៏ពិតនៃស្នាមញញឹមរបស់កូនមួយនេះហើយកូននឹងចាប់ផ្ដើមស្រឡាញ់ស្នាមញញឹមមួយនោះហើយចែករំលែកវាទៅកាន់អ្នកដទៃផ្សេងទៀតដែលគេត្រូវការដោយមិនចំណាយញញឹមឲ្យបានច្រើនណាកូនសម្លាញ់កូនញញឹមស្រស់ណាស់